រឿងព្រេងនិទានរឿងដើមកំណើតសត្វផ្សោតមុននឹងចូលសាច់រឿងសូមពុកម៉ែបងប្អូនជួយចុច Subscribe ដើម្បីទទួលបាននូវវីដេអូពីខ្ញុំបាទថ្មីបន្តទៀតសូមអរគុណកាលពីព្រេងនាជាយូរអង្វែងវង្សណាស់មកហើយមានដើមជ្រៃធំមួយមានមែកត្រសុំត្រសាយសាខាមហាជនទូទៅនៅភូមិជិតខាងគេរាប់អានកោតខ្លាចរុក្ខជាតិនេះណាស់ក្នុងសម័យនោះគេធ្វើខ្ទមរូបចម្លាក់ថ្មជាភេទប្រុសមួយស្រីមួយដាក់ឲ្យអង្គុយលើផែនថ្មក្នុងខ្ទមនោះគេតែងបួងសួងបន់ស្រន់ថ្វាយក្រយ៉ាបូជាសុំសេចក្តីសុខក៏ធ្លាប់បានសុខរៀងមកគេសន្មតថាអ្នកតាម្ចាស់ស្រុកមានរូបទេវតាមួយមានអាយុវែងមិនដឹងជាប៉ុន្មានឆ្នាំមនុស្សយើងទេស្ថិតនៅលើដើមជ្រៃធំនោះជាសេចនៃឈើយូរទៅមានស្រីម្នាក់មកចាប់បដិសន្ធិជាកូនអ្នកស្រុកដែលរាប់អានដើមរុក្ខជាតិនោះលុះធំពេញវ័យជំទង់ដល់រដូវត្រូវសែនព្រេនថ្វាយក្រយ៉ាបូជាជូនអ្នកតាម្ចាស់ស្រុកនាងនោះក៏ទូលថាស្បាយនំចំណីទៅសែនជួសឪពុកម្ដាយរុកទេវតាក្រឡេកឃើញដូចជាអ្នកចេះតែមានចិត្តអាណិតអាសូរស្រឡាញ់នាងនោះហាក់ដូចជាប្រត់គ្នាពីកាលណាមកហើយទើបបានជួបមុខគ្នាថ្មីរុកទេវតានោះកាន់តែវិតចិត្តអាណិតនាងខ្លាំងណាស់ទ្រាំពុំបានក៏ហោះទៅទូលសួរព្រះឥន្ទតាមដំណើរព្រះឥន្ទទ្រង់រំពឹងដោយញាណទិព្វទៅឃើញថានាងនោះកាលពីជាតិមុនជាប្រពន្ធរុកទេវតានេះបានសាងប្រាថ្នាជាមួយគ្នាមកថាទោះបីតែកើតជាតិណាភពណាសូមឲ្យជួបបានជាប្តីប្រពន្ធនឹងគ្នាកុំឃ្លាតគ្រប់ជាតិលុះចាស់រៀងខ្លួនរុកទេវតានោះសុំលាទៅបួសជាដាបអស់ជីវិតដោយខ្លួនពីគ្នាទៅតាប់សមកើតជារុកទេវតានេះប្រពន្ធទៅកើតជានាងទេពធីតាបែកគ្នាទៅឆ្ងាយមិនជួបជុំនាងប្រពន្ធឈឺបពីទេពធីតាមកកើតចិត្តតិចណែឡងដែលទេវតាជាប្តីនៅមកពីមាននិស្ស័យពីជាតិមុនយ៉ាងនេះទើបបណ្ដាលឲ្យរុកទេវតាចេះតែស្រឡាញ់អាណិតអាសូរនាងតែមកពីរុកទេវតានោះមានពីដែលកិច្ចទៅបួសចោលប្រពន្ធឲ្យព្រួយទុកវេទនាអស់សង្ខារទៅមិនឲ្យជួបមុខបានជាឈុតទៅកើតជាមនុស្សវិញមិនជួបគ្នាព្រះឥន្ទសម័យតងប្រាប់រុកទេវតាដូចរៀបរាប់មកនេះរុកទេវតាបានដឹងសពគ្រប់ហើយក៏លាព្រះឥន្ទមកវិញគិតពិចារណាថាឥឡូវនឹងទៅថ្វាយបង្គំលាព្រះឥន្ទាធិរាជសុំឈុតទៅកើតជាមនុស្សឃើញថាការមិនគួរព្រោះប្រពន្ធទៅកើតធំពេញក្រមុំទៅហើយសង្ខាររបស់មនុស្សខ្លីណាស់មិនដូចទេវតាទេទេវតាគិតចុះគិតឡើងមិនធ្លុះធ្លីរងណាសោះហេតុដែលមានពីដែលកិច្ចទៅបួសជាដាបស្មិនឲ្យឃើញមុខលុះត្រាតែសូនអសង្ខាររៀងខ្លួនរុកទេវតាព្រួយខ្លាំងណាស់ក៏ប្រថុយប្រានប្រឋានព្រេងថាឲ្យចុះអញទៅប្រាប់ប្រពន្ធឲ្យដឹងខ្លួនអញជាប្តីគូព្រេងទៅចាប់ជាតិជារុកទេវតានាងឥតមានគូព្រេងទៀតទេបើនាងបានដឹងថាខ្លួនអញជាប្តីនាងមុខជាលែងយកប្តីអស់មួយជាតិនេះហើយគិតស្រេចពេលរាត្រីស្ងាត់ក៏និមត់ខ្លួនធ្វើជាពស់ថ្លាន់ចូលទៅអបរិទ្ធនាងភ្ញាក់ឡើងបំរះពុំរួចបួសថ្លាន់និយាយលួងលោមសពគ្រប់មិនជឿថាបើប្តីជារុកទេវតាហេតុម៉េចក៏មកជាពស់ថ្លាន់ដូចឈ្នះវិញរុកទេវតាជាប្តីថាបើនាងមិនជឿបងនឹងប្រែរូបឲ្យនាងមើលរុកទេវតាក៏ផ្លាស់រូបជាទេវតាវិញភ្លាមនាងក្រេឡកឃើញក៏ស្រឡាញ់ពេញចិត្តជឿជាក់ថាប្តីខ្លួនជាទេវតាមែនព្រោះរកមនុស្សណានឹងឲ្យល្អដូចពុំបានរុកទេវតានិយាយប្រាប់នាងថាខ្លួនបងបើមិននិមិត្តខ្លួនជាសត្វបែបនេះទេមិនអាចមកនៅចិត្តនាងបានឡើយត្រូវតែនិមិត្តរូបជាសត្វភេទស្ផ្ដាស់ទើបនៅជាមួយនាងបាននិយាយរួចក៏និមិត្តខ្លួនជាពស់ថ្លាន់វិញពស់ថ្លាន់នេះគ្រាន់តែនៅជាមួយនាងប៉ុណ្ណោះទេប៉ុន្តែមិនដែលរួមសង្វាស់ជាមួយនឹងនាងនោះឡើយហើយហាមប្រពន្ធថាកុំនិយាយប្រាប់ម៉ែបងប្អូននិងអ្នកស្រុកយីថាជាទេវតាឲ្យថាតែពស់ថ្លាន់ពេលថៃហឹងបងមិននៅជាមួយនាងទេបងមកលេងតែយកសឹមផ្លាស់រូបជាទេវតាឲ្យឃើញម្ដងចិត្តភ្លឺហើយលើមាត់និយាយគ្នាឪពុកម្ដាយចូលទៅមើលឃើញពស់ថ្លាន់ពេលត្រេពេញលេវងផ្ទះក៏ភ្ញាក់ជ្រៃឡាតស្រែករុកទេវតាភៀសខ្លួនបាត់ទៅឪពុកម្ដាយហៅកូនស្រីមកសួរកូននិយាយសារសាប់ប្រាប់រឿងពីដើមចប់ដល់ចុងទៀបភ្លឺរុកទេវតាប្រាប់ប្រពន្ធឲ្យនាំឪពុកម្ដាយទៅជីកយកកំណប់ក្នុងដំបូកមួយមានមាសប្រាក់ពេជ្រកែវកងតូថាសចានជញ្ជូនមកដាក់ពេញផ្ទះឡើងទៅជាអ្នកមានធំយូរទៅដឹងជ្រួតជ្រាបដល់អ្នកស្រុកមកមើលឈូឆរពិតជាពស់ថ្លាន់ពេលត្រេនៅជាមួយនឹងនាងនិយាយពីបរិះប្តីប្រពន្ធមានកូនក្រមុំមួយនៅភូមិភេសងពីនាងមានប្តីពស់ថ្លាន់ទេវតានោះចេះតែរំភើបក្នុងចិត្តនាំប្តីប្រពន្ធសរសើរថាវាសនាអ្វីគេក៏ល្អមេលះពីដើមជាអ្នកក៏ដូចគេអញសោះឥឡូវមានផ្ទះធំខ្វាត់ខែវងត្រឈឹងត្រឆៃមានគោក្របីដំរីសេះខ្ញុំកំដរប្រើក្រឹកក្រែងល្បីឈ្មោះថាចៅស៊ូតសេកថៃនេះមកពីកូនគេមានប្តីពស់ថ្លាន់ឲ្យកំណប់ព្រេងបរោះនោះតូចចិត្តនឹងខ្លួនឯងណាស់ចេះតែដកដង្អើមធំចេះតែនេទិញទាំងយប់ទាំងថៃយ៉ងប្រពន្ធឃើញប្តីកើតទុកដូចជានេះក៏និយាយប្រាប់ប្តីថាខ្ញុំបានឮចាស់ទុំនិយាយរៀងមកថាសត្វពស់ថ្លាន់មិនដូចពស់ទាំងពុងទេតែមានដំបូកធំក្នុងព្រៃហើយច្រើនមានពស់ថ្លាន់ទៅពាត់ពេលនៅទីនោះគេថាពស់រក្សាកំណប់ព្រេងប្តីថា
បើដូច្នេះព្រឹកសែអកអញដាំបាយឲ្យបងពីព្រឹកកុំឲ្យអ្នកណាដឹងបងនឹងដើរសែវងរកពស់ថ្លាន់ពាត់ដំបូកក្នុងព្រៃធំបើឃើញបងនឹងចាប់យកមកធ្វើជាប្តីកូនយើងប្រពន្ធពេញចិត្តតព្រមពីរងគ្នាព្រឹកឡើងដាំបាយវិចជាសំណុំព្រមទាំងទឹកបំពង់ប្រគល់ឲ្យប្តីក៏ដើរសែវងរកពស់ថ្លាន់បុរសនោះចូលក្នុងព្រៃធំមិនយូរប៉ុន្មានក៏បានប្រទះដំបូកមួយធំក្នុងព្រៃទួលមានបន្លាស្អិតនិងវលារវិមរវាមវាពាក់ព័ន្ធលើគ្នាបុរសចូលទៅអាចឈ្ងោកមើលឃើញពស់ថ្លាន់ពេនត្រេលើក្បាលដំបូកពស់នោះរស់នៅក្នុងព្រៃដំបូកនោះអស់កាលជាយូរអង្វែងណាស់មកហើយវាមិនដែលទៅកាន់ទីណាសោះទោះបីអត់ឃ្លានយ៉ាងណាក៏ស៊ូទ្រាំនៅក្នុងទីនោះពស់ក៏មិនរើប៉ុន្មានព្រោះវាស្កាំងស្គមអស់កម្លាំងស្ទើរតែកម្រើកខ្លួនមិនរួចបុរសយកឈើគូសមើលក៏មិនទាំងកម្រើកលួនផងបុរសនោះនឹកត្រេកអរក្នុងចិត្តណាស់គិតថាពស់ថ្លាន់នេះពិតជាមានកំណប់ហើយបានជាស្លូតមេឡាស់ក៏បោចវឡស្រាក់ស្រួតជាប់បុរសលើកស្ពីទាំងផែនមកដោយធ្ងន់ខ្លាំងពេកក៏ឈប់សម្រាកតាមផ្លូវតូលប្រលប់ទៅមកដល់ផ្ទះស្រែកហៅប្រពន្ធនិងកូនក្រមុំពីក្រៅរបងឲ្យទៅជួយទទួលប្រពន្ធនិងកូនក្រមុំក៏ចុះទៅទទួលប្តីឪពុកស្ពីពស់ថ្លាន់ទាំងផេនិនក៏ត្រេកអរអបមាលុះយកមកដាក់ដល់លើផ្ទះអួតប្រាប់ប្រពន្ធថាពស់នេះស្លូតណាស់ត្រូវចិត្តបងហើយបើភៀនឯងមិនជឿទៅចាប់ស្ទាបអង្អែអមើលចុះស្ទើរតែមិនកម្រើកខ្លួនប្រានផងប្រពន្ធលូកដៃទៅពណ៌មើលឃើញមិនកម្រើកមែនលុះទៅជួបជុំគ្នាលើកពស់ថ្លាន់ដាក់លើកម្រាលសម្ពុតសស្រាយចំណងឲ្យកូនក្រមុំទៅអង្គុយទន្ទឹមពស់នោះក៏នៅស្ងៀមដោយគ្នាអត់អាហារមកយូរថែងហើយបុរសបង្គាប់ឲ្យគេលើកបាយសម្លទៅដាក់អុជទៀនធូបសម្បូងសង្រោងប្តឹងជីដូនជីតាជ្រោចស្រា3ដងរួចសែនចាប់សំណែននំចំណីបាយសម្លគ្រប់មុខដាក់ជ្រលោកចូលគ្នាមួយចានយកទៅចាក់នៅមុខផ្ទះហៅពួកអង្រឹងជើងសែនងឲ្យស៊ីព្រោះជីដូនជីតាពិសារួចហើយលើកតោថាចេញមកក្រៅលុតភ្លើងទុកកូនក្រមុំឲ្យនៅជាមួយពស់ថ្លាន់ក្នុងបន្ទប់នាងនោះប្រហែលជាខ្លាចពស់ដែរប៉ុន្តែនឹងចេញមកក្រៅខ្លាចឪពុកម្ដាយព្រោះសំដំណេកពុទ្ធលន់ហើយក៏ចេះតែអត់ទ្រាំទៅចំណែកឪពុកម្ដាយនាំញាតិមិត្តស៊ីមន់ផឹកស្រាយលេវងខាងក្រៅពស់នោះការមនុស្សនៅស៊ីផឹកមាត់អ៊ូអែវានៅតែស្ងៀមធ្វើហាក់ដូចជាមិនដឹងខ្លួនលុះគេស៊ីផឹករួចទៅស្ងាត់អស់ប្រហែលពាក់កណ្ដាលអាធ្រាត្រវាលាខ្លួនខ្សាក់វាឥតរឹតរួតនាងនោះទេព្រោះពស់នោះវាធំល្មមលេបនាងនោះបានតែម្ដងវាគ្រាន់តែយកកន្ទុយសឹករំក្ដៃនាងនោះជាប់ងាកក្បាលមកក្រោមគៀវជើងប្រមូលផ្ទឹមគ្នាវាហាមាត់បញ្ចុកជើងនាងទាំងពីរតែម្ដងពីដំបូងនាងនោះស្មានថាពស់ថ្លាន់ប្រុងរួមវេណីនឹងខ្លួនបានជានាងនៅស្ងៀមមិនមាត់ព្រោះដេកជាមួយគ្នាតាំងពីល្ងាចមិនអីសោះបែបជាទុកចិត្តពស់បន្តិចទៅហើយលុះវាលេបស្រើតដល់ក្បាលជង្គង់នាងនឹកសង្ស័យថាពស់ថ្លាន់ច្បាស់ជាលេបអញពិតហើយគិតនឹងក្រោកក៏ក្រោកមិនរួចកន្ទុយពស់វារឹតដៃនាងជាប់នាងភ័យណាស់ស្រែកហៅម្ដាយថាពស់ថ្លាន់វាលេបហើយម្ដាយលឺមាត់កូនស្រែកហៅក៏ស្រែកសន្ធប់ទៅវិញថាខ្មោចមេចំគួតប្តីប្រឡែងផងបានតែព្រើលឪពុកស្រវឹងស្រាដេកសន្លប់ហៀទឹកមាត់ក្លាក់លុះពស់លេបដល់ចង្អេកះនាងស្រែកហៅម្ដាយថាម៉ែជួយកូនផងពស់លេបដល់ចង្អេកះហើយម្ដាយរឹតតែបញ្ចូលពីក្រៅមកស្ដីបន្ទោសថាកូនអីក៏ចង្រៃមិនចេះខ្មាស់គេឯងមិនច្រឡំនឹងអ្នកស្រុកតិចអញចូលទៅវីក្បាលក្នុងដំណេកបែកឥឡូវនាងនោះចេះតែស្រែកថាម៉ែឲ្យជួយកូនផងពស់លេបដល់ចុងដង្អើមហើយបន្តិចស្រែកថាលេបដល់ខើយម្ដាយឮកូនស្រែកញែពេកមិនខ្ចីទាំងតបផងគិតតែពីសងំដេកលុះលេបដល់បូមាត់ក៏ស្រែកលាឪពុកម្ដាយថាបើម៉ែមិនជួយកូនទេកូនសុំលាស្លាប់ហើយម្ដាយស្ដាប់ទៅឮមាត់កូនងល់ក្នុងមាត់ពស់ថ្លាន់ដែលវាលេបគ្រប់បូមាត់ទៅហើយនោះលុះបាត់ឮមាត់កូនម្ដាយសង្ស័យក៏អុជភ្លើងចូលទៅមើលបាត់កូនឃើញតែពស់ធំកំពីងតាំងពីក្រោមរហូតដល់ជិតពាក់កណ្ដាលខ្លួននាងម្ដាយនោះក៏ស្រែកទូញញងផ្អើលឆោឡោដល់អ្នកស្រុកអ្នកភូមិផ្ទះអ្នកជិតខាងទាំងពាក់កណ្ដាលអាធ្រាត្រឪពុកភ្ញាក់ឡើងហៅអ្នកស្រុកមកជួបជុំចោមចាប់ពស់ថ្លាន់តាក់កញ្ចងសន្ធឹងយកកាំបិតព្រាវេះយកកូនបានមកសន្លប់សូនឲ្យឈឹងដូចជាស្លាប់តែខ្លួននៅក្តៅប្រឡាក់សុទ្ធតែរំអិលពស់ពេញទាំងខ្លួនទាំងក្បាលនិងដៃជើងឆ្អាប់បខ្វក់នាំគ្នាដងទឹកមកលាងមិនជ្រះដាំទឹកក្តៅយកមកលាងក៏មិនជ្រះលុះគេស្រោចទឹកក្តៅអូនលាងឲ្យមួយស្របក់នាងក៏ដឹងខ្លួនឡើងវិញមើលឃើញបងប្អូនមីងជួបជុំទីត្រប់ត្រាមើលមកខ្លួនឯងសុទ្ធតែរំអិលពស់ឆ្អាប់ប្រគ្រប់ក្រោកឡើងកន្តាក់បានផ្ដិលទឹកមួយលើកគ្រប់បទូក្បាលដើរទៅមាត់សមុទ្រដងទឹកងូតលាងដូចមេឃក៏មិនជ្រះរំអិលពស់នោះគិតថាឲ្យខ្លួនអញឲ្យមេឡាស់ទៅហើយនៅជាមនុស្សក៏ខ្មាស់គេបើស្លាប់ទៅវិញប្រសើរជាងក៏យកផ្ដិលទូកបើដើរទៅត្រង់មាត់ច្រាំងអន្លង់ជ្រៅនឹកប៉ងក្នុងចិត្តថាអញនឹងលោតទឹកសម្លប់ខ្លួនឯងចោលគិតដូច្នោះហើយក៏លោតប្រងទៅคล้ายខ្លួនទៅកើតជាផ្សោតញីភ្លាមមុជក្នុងទឹកហែចាប់ត្រីស៊ីប្រងើយឪពុកម្ដាយរត់តាមទៅមើលកូនឯមាត់កំពុងទឹករកពុំឃើញក៏នាំគ្នាយំសោកអាឡោះអាឡៃរៀបរាប់រឿងភេសងនៅមាត់ទឹកលុះត្រឡប់មកផ្ទះវិញបួលប្តីប្រពន្ធអូសពស់ថ្លាន់យកទៅចោលក្នុងព្រៃធំមួយដោយស្មានថា
ពស់ថ្លាន់វាស្លាប់ព្រោះវះពស់រយៈជា2ទៅហើយតែធម្មតាពស់ថ្លាន់តែងមានប្រមាត់រស់គ្រាន់តែវះពស់ប៉ុណ្ណឹងមិនស្លាប់ទេលុះត្រាតែកាប់ដាច់ជា2ជា3កំណាត់ទើបស្លាប់យូរទៅពស់ថ្លាន់សះជារស់ឡើងវិញហើយតាំងចិត្តលែងស៊ីមនុស្សនិងសត្វណាដែលគ្មានរោមគ្មានមាសការដែលពស់ថ្លាន់លែងស៊ីមនុស្សនិងសត្វគ្មានរោមក៏ជាទំនៀមទម្លាប់ពីត្រឹមនោះមករហូតដល់ឥឡូវនេះឯផ្សោតក៏កើតមានពីត្រឹមនាងប្រពន្ធពស់ថ្លាន់រហូតមកដល់សព្វថៃអង្គនេះក្បាលផ្សោតក៏ត្រងោលដូចជារបៀបបន្ទូផ្ដិលសរីរាវ័យវៈរបស់ផ្សោតមិនខុសគ្នាពីមនុស្សប៉ុន្មានទេដូចជាដោះប្រដាប់គេខ្មាស់និងសរីរាវ័យវៈឯទៀតខ្លះសឹងតែដូចមនុស្សទាំងអស់គ្មានតែដៃជើងប៉ុណ្ណោះទេ